សញ្ញាគុណនៅកណ្ដាលបាតដៃនិងសញ្ញាគុណដែលដុសច្រើនចាប់ពីពីឡើងទៅនៅគៀកគ្នានៅលើបាតដៃតើមានអត្ថន័យដូចម្ដេចនេះជាសំណួររបស់បងប្អូនដែលចោទសួរតាក់ទងនឹងចម្ងល់នឹងបាតដៃដែលគាត់មានដុសសញ្ញាគុណច្រើនជាទូទៅសញ្ញាគុណគឺដុសភាគច្រើនគឺនៅកណ្ដាលបាតដៃដែលយើងអាចមើលឃើញច្បាស់ហើយសញ្ញាគុណនៅកណ្ដាលបាតដៃក៏មាននិស្ស័យគុណធម៌ដែលបានសាងបំពេញបុណ្យមកច្រើនជាតិជាសញ្ញាតំណាងឲ្យកម្លាំងតំណាងឲ្យភាពរុងរឿងតំណាងឲ្យគុណធម៌ដ៏វិសេសរបស់បុគ្គលដែលបានប្រព្រឹត្តនៅបុណ្យជាសញ្ញាទេវតាប្រទានជាសញ្ញាគុណដែលបុគ្គលទាំងឡាយរមែងបានសម្រេចនៅជោគជ័យសមប្រកបនៅកិច្ចការងារណាមួយដែលគេចង់ធ្វើឬហៅថាជាសញ្ញាមង្គលដ៏ល្អតាក់ទងនឹងការដៅទុកពីឋានមកឬជាសញ្ញាទេវតាចុះចាប់បដិសន្ធិសម្រាប់អត្ថន័យរបស់សញ្ញាគុណគឺសញ្ញាគុណដែលដោះមកច្រើនមានច្រើនកន្លែងឬក៏គៀកគ្នានៅលើបាតដៃដូចនៅក្នុងរូបនេះគឺមានន័យថាបុគ្គលទាំងអស់នោះគាត់សាងបារមីបំពេញបុណ្យឬមានគុណធម៌អ្វីដែលគាត់បានបំពេញមកច្រើនជាតិកន្លងមកដែលគាត់ធ្លាប់ជួយសង្គ្រោះមនុស្សឬហៅថាជួយគេមានទឹកចិត្តអាណិតមេត្តាហើយសញ្ញាគុណដែលដុសច្រើននៅក្នុងបាតដៃក៏មានន័យថារាល់បុគ្គលទាំងឡាយដែលធ្លាប់មានគុណធម៌ចាស់បានបំពេញនោះក៏រមែងជួបរឿងល្អជួបរឿងលាភជ័យទោះជួបបញ្ហាអ្វីក៏មានបុណ្យតាមជួយថែរក្សាវិញជាសញ្ញាសន្សំបុណ្យបារមីជាសញ្ញាសន្សំបុណ្យនៃការសង្គ្រោះឬការឲ្យទានទាំងកម្លាំងកាយកម្លាំងចិត្តនិងការលះបង់ទ្រព្យធនធានពីអតីតជាតិមកដល់បច្ចុប្បន្ននេះក៏គេជាមនុស្សមានចិត្តឲ្យទានមេត្តាចំពោះមនុស្សដូចគ្នាឬហៅថាជាមនុស្សចូលចិត្តជួយយកអាសាគេក៏ប៉ុន្តែក៏ត្រូវរងគ្រោះដោយសារការចាញ់បោកឬការរំលគុណឬការមិនដឹងគុណពីអ្នកដទៃសញ្ញាគុណជាច្រើននៅក្នុងបាតដៃគឺមានន័យថាបុគ្គលតែងមាននៅភាពអស្ចារ្យភាពរុងរឿងភាពរីកចម្រើនណាមួយកើតឡើង